បាទសូមគោរពនឹងជម្រាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនអរគ្នាថ្ងៃដែលខ្ញុំបាទធ្វើវីដេអូបង្ហាញបងប្អូននឹងពីរបៀបបង្កើត sticker ជារូបខ្លួនឯងបាទដាក់នៅក្នុងបាទ Telegram ហើយនឹងបាទ chat Messenger ហើយសូមទៅការបបាយកាមេរ៉ាបន្តិចដើម្បីធ្វើការបង្ហាញបងប្អូនលម្អិតពីរបៀបបង្កើត sticker ជារូបខ្លួនឯងហ្នឹងនៅលើស័ព្ទដៃនេះតែម្ដងបាទនៅក្នុង Telegram របស់ខ្ញុំគឺខ្ញុំមាន sticker ផ្ទាល់ខ្លួនរបស់ខ្ញុំគឺចំនួន3បាទទី1បាទអរគុណបាទទី2អបអរសាទរហើយទី3ខ្ញុំសាកល្បងបង្កើតទេបងប្អូនណាអត់មានអក្សរទេហើយនៅក្នុង chat Messenger របស់ខ្ញុំក៏មានដែរបងប្អូននេះបាទមានអបអរសាទរហើយខឹងអញ្ចឹងណាបាទផ្ញើទៅបាទមានអបអរសាទរបែបហ្នឹងណាបាទអញ្ចឹងដំបូងបងប្អូនគ្រាន់តែមានបាទរូបថតខ្លួនឯងមួយសន្លឹកមករករូបណារៀងបាទញញឹមបន្តិចមកហើយនឹង from ណាបាទអញ្ចឹង from ខ្ញុំចូលមកក្នុងបាទ Telegram រួចហើយធ្វើការបាទ copy from ណាដែលមានអក្សរខ្មែរមកនេះបាទ copy ផ្លឹបមករួចហើយបងប្អូនអាចចូលមកក្នុងបាទGoogle Gemini ឬមួយក៏បាទ Chat GPT ក៏បានណាអញ្ចឹងសូមធ្វើការបាទចូលមកក្នុង Chat បាទ GPT ចុះរួចហើយ copy from មុនមកបាទ from បែបហ្នឹងរួចហើយចុចនិមិត្តសញ្ញាលេខបូកមករួចហើយចុចពាក្យថាបាទ photo ហ្នឹងដើម្បីជ្រើសរើសរូបបាទរូបភាពមួយនេះរួចហើយជ្រើសរើសរូបហើយចុចដាំបាទរួចហើយបងប្អូនធ្វើការបាទចុចព្រួយនេះដើម្បីបាទ generate ឬក៏បង្កើតរូបភាពណាបាទបង្កើតហើយប្របង្កើតឲ្យហើយបងប្អូនធ្វើការរងចាំតិចសិនទៅបាទវីដេអូមុនខ្ញុំបានបង្ហាញបងប្អូននៅក្នុងបាទ Google Gemini ឥឡូវខ្ញុំសូមចូលមកក្នុងបាទ Chat GPT វិញម្ដងណាបាទលើកំពុងតែ generate ឬក៏បង្កើតឲ្យហើយចាំបន្តិចបាទបងប្អូនបន្តពីរងចាំដូចរៀងយូរដែរបើសិនជាបង្កើតនៅក្នុងបាទ Gemini បាទរៀងលឿនណាបាទអញ្ចឹងបងប្អូនធ្វើការចុចបន្តមកបាទរួចហើយបងប្អូនធ្វើការទាញយកនេះចុចព្រួយបានចុះក្រោមហ្នឹងមកបាទរួចហើយចូលមកក្នុងបាទgallery ដើម្បីឆែកមើលនេះរូបភាពហ្នឹងណាហើយបើសិនជាបងប្អូនចង់បានរូបភាពអីផ្សេងក៏បានដែរខ្លាច់លើ from ទៅបងប្អូនបាទដូចជារូបភាពរបស់ខ្ញុំមុនអញ្ចឹងគឺមានបាទអបអរសាទរអញ្ចឹងណាបាទអញ្ចឹងដូចខ្ញុំលុបចោលបាត់ហើយបងប្អូនមានបែបនេះបាទអញ្ចឹងគឺបាទយកបែបនេះចុះបាទឥឡូវខ្ញុំធ្វើការបញ្ចូលមកក្នុងបាទ Telegram បាទរួចហើយបងប្អូនចូលមកក្នុង chat នរណាម្នាក់ក៏បានដែរបាទពេលដែលបងប្អូនធ្វើការបង្កើតទៅគឺបានបាទគ្រប់ chat តែម្ដងណាបាទរួចហើយបងប្អូនចូលមកដល់តំណងហ្នឹងបងប្អូនចង់បង្កើតបងប្អូនចុចបាទដូចជារូបខ្តុកខ្តានេះមកនេះបាទនៅបាទខាងក្រោមផុតបាទខាងឆ្វេងដៃចុចពីលើហ្នឹងមករួចហើយបងប្អូនបាទធ្វើការ scroll ខាងក្រោមមកបងប្អូនយកពាក្យថាបាទ create ទៅខាងក្រោមនេះមាននិមិត្តសញ្ញាលេខបូកហ្នឹងណាហើយរូបខ្តុកខ្តាដូចបងប្អូនចូលមកដំបូងអញ្ចឹងបាទចុចមកបាទរួចហើយបាទតម្រូវបងប្អូនធ្វើការបាទជ្រើសរើសរូបនេះបាទរូបហ្នឹងណារួចបងប្អូនធ្វើការបាទជ្រើសរើសរូបភាពមក zoom យកមួយរូបមួយណាមកឥឡូវខ្ញុំសូមយកស្រឡាញ់ពេញបេះដូងនេះចុះបាទ zoom មកបងប្អូននៅក្នុង Telegram គឺ zoom បានបងប្អូនណាបើសិនជានៅក្នុងបាទ Chat Messenger គឺ zoom អត់បានទេបាទតែប៉ុណ្្នឹងទៅគឺស្មើគ្នាបងប្អូនសេរីមើលទៅណាបាទព្រោះចាំបងប្អូនចុចខាងក្រោមហ្នឹងមកនេះដែលមានអក្សរហ្នឹងគេដាក់ថាបាទ cut out បាទ on បាទ object ហ្នឹងមកបងប្អូនណាបាទចុចទៅលើហ្នឹងមកលើកំពុងតែធ្វើការ generate ឲ្យហើយបាទសេរីឲ្យរួចហើយបងប្អូនធ្វើការចុចគ្រីសមកនេះបាទរួចហើយបងប្អូនចុចបាទនៅខាងក្រោមហ្នឹងមកឬចុចផ្ញើឬមួយក៏បងប្អូនចុចadd to បាទ add to ហ្នឹងមកឲ្យជាប់ណានៅកំពុងតែបាទឲ្យជាប់ហើយនាងគុណនេះបានបាទ sticker មួយទៀតឲ្យសាកល្បងផ្ញើទៅបាទគឺបែបណាបាទគឺប៉ុណ្ណឹងគឺបានបាទ sticker មួយនៅក្នុង Telegram ហើយបើសិនជាបងប្អូនចង់បាននៅក្នុង Chat Messenger ទៀតតម្រូវបងប្អូនធ្វើការបាទកាត់រូបឬមួយក៏បាទធ្វើការបាទថតនៅលើអេក្រង់អប៉កមក
លើសុំយករូបមួយនេះចុះចុះរបៀបកាត់នៅលើសាប់របស់ខ្ញុំគឺមានណាបាទរបៀបកាត់ខ្ញុំចូលមកកន្លែងចុច3អធិស្ឋានចុចមកខ្មៅដៃមកបាទហើយចុចហើយសេរីតម្រង់ទៅនេះកាត់ហើយខ្ញុំដាក់កេងហើយបាទកេងហើយចឹងមកកាត់ទៀតបាទរួចហើយចុច save ហ្នឹងមកដើម្បីបាទកាត់រូបភាពចុះខាងលើឥឡូវចូលមកក្នុងបាទ Chat Messenger ចូលមកនរណាម្នាក់ក៏បានដែរបងប្អូនបាទបងប្អូនចូលមកលើសុំទៅបាទចូលមកក្នុងបាទស្រីតៃបាទច័ន្ទអ៊ុនតៃនេះរួចហើយបងប្អូនចុចកន្លែងកតុកកតានេះបាទនៅក្បែរនិមិត្តសញ្ញាមេដៃនេះបងណាបាទកតុកកតាហ្នឹងមករួចហើយបងប្អូននឹងឃើញបាទកតុកកតាឲ្យមានខ្មៅដៃបាទចុចលើហ្នឹងមកឬបងប្អូនធ្វើការបាទជ្រើសរើសរូបបាទផ្លាក់មកបាទម្ដងនេះគេមានជម្រើសឲ្យបងប្អូនយកតែម្ដងណាបាទគឺមានបាទ original បាទ line បាទ full អញ្ចឹងបងប្អូនធ្វើការជ្រើសរើសមើលទៅបងប្អូនចង់បានបែបណាឥឡូវ original បែបនេះបាទ line បាទបែបនេះបាទ full ពេញបែបនេះបាទគឺមានពេញអញ្ចឹងយក original នេះបាទពេលដែលផ្ញើទៅគឺមានរូបភាពស្អាតរួចបងប្អូនធ្វើការបាទចុច save ទៅដើម្បីឲ្យជាប់បាទsticker ហ្នឹងបាទនេះបាន sticker 2ហើយអញ្ចឹងផ្ញើទៅបាទនេះហើយ sticker គឺបាទបានកាត់បែបហ្នឹងបាទគេហើយបាទអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេហើយមុននឹងឃ្លីបពីបងប្អូនទៅបាទក៏សូមជូនពរជូនជ័យដល់បងប្អូនរកទទួលទីមានបានហើយបើសិនជារាល់ការនិយាយស្ដីរបស់ខ្ញុំមានលើសលួសខ្វះខាតត្រង់ចំណុចណាខ្ញុំបាទក៏សូមខន្តីអភ័យទោសពីសំណាក់ពុកម៉ែបងប្អូនផងបាទនៅពេលនេះដែរខ្ញុំបាទក៏សូមអរការជម្រាបលាជួបគ្នានៅវីដេអូក្រោយបាទបាយបាយ